គោលការណ៍ទី5អ្នកមានគិតថាខ្លួនគេធំជាងបញ្ហារីឯអ្នកក្រគិតថាបញ្ហាធំជាងខ្លួនដោយដែលយើងគ្រប់គ្នាដឹងស្រាប់ហើយថាការคลายខ្លួនជាអ្នកមានប្រៀបបាននឹងការធ្វើដំណើរមួយដ៏សែនគ្រោះថ្នាក់ដែលយើងត្រូវជួបប្រទះនឹងឧបសគ្គជាច្រើនត្រង់ចំណុចនេះហើយដែលមនុស្សភាគច្រើនបានត្រឹមតែស្រមៃថាចង់คลายជាអ្នកមានប៉ុន្តែបែរជាក្រទៅវិញព្រោះពួកគេគ្រាន់តែចង់មានតែពួកគេមិនចង់ជួបឧបសគ្គឬបញ្ហានោះទេហើយនៅពេលដែលជួបបញ្ហាឬឧបសគ្គអ្វីមួយគឺពួកគេតែងតែរត់គេចពីបញ្ហាឬឧបសគ្គទាំងនោះដោយសេចក្តីភ័យខ្លាចជំនួសឲ្យការប្រឈមមុខជាមួយនឹងបញ្ហាប៉ុន្តែសម្រាប់អ្នកមានវិញគឺពួកគេដឹងយ៉ាងច្បាស់ថាបញ្ហានឹងមិនទៅណាឆ្ងាយឡើយព្រោះពួកគេដឹងថារាល់ពេលដែលយើងរកដំណោះស្រាយចំពោះបញ្ហាណាមួយនោះបញ្ហាមួយទៀតនឹងកើតឡើងមកជាប្រចាំដូច្នេះការដោះស្រាយបញ្ហាប្រៀបដូចជាការញ៉ាំបាយសម្រាប់អ្នកមានជាទូទៅអ្នកមានបានដឹងយ៉ាងច្បាស់ថាការរត់គេចពីបញ្ហាប្រៀបបាននឹងការរត់គេចពីស្រមោលខ្លួនឯងអញ្ចឹងដែរតែអ្វីដែលជាកន្លុះនោះគឺត្រូវដឹងឲ្យច្បាស់លាស់ថាអ្វីជាដំណើរការនៃការដោះស្រាយបញ្ហាទាំងអស់នោះព្រោះថាលុយគឺតែងតែនៅជាមួយបញ្ហាគ្រប់ពេលដូច្នេះដើម្បីបានលុយមនុស្សត្រូវតែដោះស្រាយបញ្ហាឲ្យស្ទាត់ជំនាញហើយបើសិនជាយើងអាចដោះស្រាយបញ្ហាឲ្យបានកាន់តែធំកាលណានោះយើងនឹងបានលុយកាន់តែច្រើនផងដែរលោក Hal Eaker អ្នកនិពន្ធសៀវភៅអាកំបាំងនៃផ្នែកគណិតសាស្ត្រលោកបានមានប្រសាសន៍ថាបើសិនជាអ្នកមានបញ្ហាធំក្នុងជីវិតដែលកំពុងគ្របសង្កត់លើអ្នកនោះមានន័យថាអ្នកនៅតែជាមនុស្សតូចនៅឡើយជាទូទៅអ្នកមានមិនដែលចោះចាញ់នៅបញ្ហាឬក៏រត់គេចពីបញ្ហានោះទេព្រោះពួកអ្នកមានគិតថាខ្លួនគេធំជាងបញ្ហាហើយគេដឹងថារាល់បញ្ហាទាំងអស់គឺសុទ្ធតែមានដំណោះស្រាយហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនដែលអ្នកមានជាមនុស្សដែលធំជាងបញ្ហានោះគឺអ្នកមានមិនដែលផ្ដោតលើបញ្ហាដូចអ្នកក្រនោះទេគឺគេផ្ដោតអារម្មណ៍ទៅលើឱកាសនិងគោលដៅរបស់គេដែលគេប៉ុនប៉ងក្នុងចំណុចនេះផងដែរខ្ញុំរឿងមួយទៀតស្ដីអំពីក្រុមហ៊ុនធានារ៉ាប់រង Joseph Morgan ជាអ្នកជំនួញជនជាតិ Jewish គាត់ជាមនុស្សស្មោះត្រង់និងរក្សាភាពទៀងត្រង់លោក Joseph Morgan បានបង្កើតក្រុមហ៊ុនធានារ៉ាប់រងគ្រោះភ័យមួយកន្លែងឈ្មោះថា Athena Insurance ក្រុមហ៊ុននេះមានម្ចាស់ភាគហ៊ុនទាំងអស់7នាក់ដែលម្ចាស់ភាគហ៊ុនទាំងអស់នោះសុទ្ធតែជាមិត្តភក្តិរបស់ Joseph Morgan ទាំងអស់ដំណើរការរបស់ក្រុមហ៊ុនមិនទាន់បានផលចំណេញផងស្រាប់តែក្រុមហ៊ុននោះជួបនឹងបញ្ហាអគ្គិភ័យដ៏ធំមួយបានកើតឡើងចំពោះអតិថិជនរបស់គាត់គ្រាន់តែក្រុមហ៊ុនជួបនឹងបញ្ហានោះភ្លាមម្ចាស់ភាគហ៊ុនទាំងអស់បានលក់ហ៊ុនរបស់ខ្លួនអស់រលីងនៅសល់តែលោក Joseph Morgan តែប៉ុណ្ណោះដោយមានលក្ខណៈខុសពីអ្នកដទៃប្រកាន់ខ្ជាប់ភាពទៀងត្រង់ទោះបីបើមានការខាតបង់យ៉ាងណាក៏ដោយក្រោយពីលោក Joseph Morgan បានដោះស្រាយបញ្ហានេះសាច់បាច់ហើយមានរឿងដ៏ចម្លែកមួយបានកើតឡើងភ្លាមនោះផងដែរគឺក្រុមហ៊ុនធានារ៉ាប់រងរបស់គាត់បានទទួលអតិថិជនបានទិញបានធានារ៉ាប់រងយ៉ាងច្រើនលើសពីការរំពឹងទុករបស់គាត់ទៅទៀតអគ្គិភ័យគ្រានោះនាំឲ្យលោក Joseph Morgan អាចទទួលកម្រៃបានទៅជាង$15,000អាមេរិកហើយចំនួនទឹកប្រាក់ដែលបានជម្រាបជូនខាងលើនេះគឺត្រូវបានគេចាត់ទុកថាជាចំនួនទឹកប្រាក់ដ៏ច្រើនលើសលប់បំផុតនៅក្នុងសម័យកាលរបស់លោក Joseph Morgan